បើជួបគ្រោះថ្នាក់ក្នុងទឹកត្រូវធ្វើម៉េចចងចាំពាក្យមួយឃ្លានេះហាមស្លន់ស្លោដាច់ខាតរក្សាស្មារតីឲ្យនឹងព្រោះការភ័យស្លន់ស្លោគឺធ្វើឲ្យយើងលិចកាន់តែលឿនវិធីទី1ផ្ញើខ្លួនមកលើដើម្បីរស់ប្រសិនបើមានអារម្មណ៍ថាថប់ឬហត់ខ្លាំងជោគផ្ញើខ្លួនបណ្ដែតលើទឹកភ្លាមបន្ធូរសាច់ដុំឲ្យធូរកុំបំរះដកដង្ហើមវែងព្យាយាមឲ្យច្រមុះនិងមាត់ផុតពីទឹកហើយគ្រវីដៃជើងតិចដើម្បីរក្សាកម្លាំងវិធីទី2កុំហែបញ្ច្រាសចរន្តទឹកខ្លាំងប្រសិនបើធ្លាក់ចំកន្លែងទឹកហូរខ្លាំងហាមខំប្រឹងហែបុកទៅមុខបញ្ច្រាសទឹកដាច់ខាតព្រោះវានឹងធ្វើឲ្យអស់កម្លាំងលឿនបំផុតវិធីដែលត្រឹមត្រូវគឺត្រូវបណ្ដែតខ្លួនឬហែឈៀងស្របតាមចរន្តទឹកដើម្បីសម្ដៅរកច្រាំងវិធីទី3លើកដៃធ្វើសញ្ញានិងស្រែករកជំនួយនៅពេលអ្នកអាចរក្សាលំនឹងខ្លួនឯងបានហើយជោគព្យាយាមដកដង្ហើមឲ្យវែងល្អរួចលើកដៃម្ខាងក្រវីធ្វើសញ្ញាព្រមទាំងស្រែកហៅមនុស្សដែលនៅក្បែរនោះឲ្យមកជួយភ្លាមវិធីទី4បើឃើញគេលង់ទឹកហាមលោតទៅជួយភ្លាមដោយគ្មានសម្ភារៈការពារដាច់ខាតព្រោះអ្នកអាចនឹងរងគ្រោះថ្នាក់ទាំងពីរនាក់វិធីដែលមានសុវត្ថិភាពគឺត្រូវរកដំបងឈើវែងខ្សែលួសឬបោះវត្ថុដែលអាចអណ្តែតទឹកបានដូចជាប៊ីដុងជ័រកង់ឡានឬពងទៅឲ្យគេតោងទីមកវិញសុវត្ថិភាពចាប់ផ្ដើមពីការយល់ដឹងសូមជួយចុច Share និងចែករំលែកវីដេអូនេះម្នាក់មួយដើម្បីសង្គ្រោះជីវិតមនុស្សនិងមនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នា